រឿងគឺសត្វឆ្កែនិងសត្វជាមពីបុរាណកាលមានសត្វឆ្កែមួយដែលរស់នៅក្បែរភូមិកសិករវាឃ្លានជានិច្ចហើយចូលចិត្តដើរលេងសួរសុខទុក្ខសត្វតីថ្ងៃមួយវាបានជួបសត្វជាមដែលកំពុងច្រូតស្មៅនៅក្បែរគុម្ពោតទឹកសត្វឆ្កែបានសួរថាជាមអើយឯងធ្វើការយប់ថ្ងៃដូចនេះមានអ្វីរង្វាន់ឬសត្វជាមឆ្លើយយ៉ាងស្លូតបូតខ្ញុំធ្វើការដើម្បីម្ចាស់ខ្ញុំគាត់ចិញ្ចឹមខ្ញុំថែខ្ញុំនៅចុងឆ្នាំគាត់នឹងកាត់រោមខ្ញុំយកទៅធ្វើអំពៅហើយខ្ញុំក៏រីករាយដែរសត្វឆ្កែសើចសាហាវអើយធ្វើការពីឆ្នាំទៅឆ្នាំទទួលបានតែរោមខ្លួនឯងយកទៅធ្វើអំពៅចូលមើលខ្ញុំទៅខ្ញុំគ្រាន់តែព្រោះម្ដងមួយម្ចាស់ឲ្យអាហារឆ្ងាញ់ពេលខ្លះថែមទាំងឲ្យឆ្អឹងទៀតធ្វើការតិចបានច្រើនទើបជាគំនិតឆ្លាតសត្វជាមស្ដាប់ហើយមិនឆ្លើយគ្រាន់តែញឹមតិចរក្សាការងាររបស់ខ្លួនដដែលក្នុងរដូវប្រាំងមានចោរមកលួចសត្វនៅក្នុងភូមិម្ចាស់ផ្ទះបានឮសំឡេងសត្វឆ្កែព្រុសខ្លាំងក៏ភ្ញាក់ឡើងហើយចោរភ័យរត់អស់ថ្ងៃបន្ទាប់ម្ចាស់ផ្ទះក៏ថ្លែងអំណរគុណសត្វឆ្កែនិងផ្ដល់អាហារឆ្ងាញ់ជាច្រើនសត្វឆ្កែក៏ក្រអឺតក្រទុំហើយទៅឆ្ងាយសួរសត្វជាម្ដងទៀតឃើញទេខ្ញុំព្រុសតែម្ដងទទួលបានអាហារមួយភាគធំសត្វជាមឆ្លើយដោយអត់ធ្មត់ឯងពិតជាឆ្លាតតែសូមចងចាំថាការព្រុសរបស់ឯងមានតម្លៃព្រោះវាកើតឡើងក្នុងពេលដែលត្រូវការពិតប្រាកដបើឯងព្រុសឥតឈប់ឥតហោចនៅពេលដែលមិនត្រូវការគេនឹងធុញហើយក្រោយមកអាចមិនយកចិត្តទុកដាក់ទៀតផងរីឯការងាររបស់ខ្ញុំទោះជាយឺតតែវាផ្ដល់ផលប្រយោជន៍ជាប្រចាំនិងទៀងទាត់សត្វឆ្កែស្ដាប់ហើយស្ងៀមក៏ដឹងខ្លួនថាគុណតម្លៃរបស់អ្នករាល់គ្នាគឺអាស្រ័យលើពេលវេលានិងការបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវគិតរឿងកុំព្យាយាមធ្វើខ្លួនឯងឲ្យលេចធ្លោតែពេលខ្លះតែពេលភាគច្រើនគ្មានតម្លៃពិតប្រាកដគឺការបម្រើការងារដែលខ្លួនត្រូវធ្វើឲ្យបានល្អនិងឱកាសដែលអាចជួយអ្នកដទៃបានពេលគេត្រូវការពិតប្រាកដ